ចម្លងដោយ TurboScribe ចូលទៅកាន់ Unlimited ដើម្បីលុបសាររបស់បុរសនោះមួយសំបីតែសង្ឃឹមថាមនុស្សលោតពីលើអគារជារៀងរាល់ថ្ងៃតែមនុស្សទាំងនេះមិនដឹងថាបុរសទេតាមពិតទៅគាត់មានគោលបំណងមួយទៀតគឺគាត់ចង់ដប់ក្រោមដីនៃអគារទល់ដើម្បីប្រព្រឹត្តអំពើប្លន់ចន់នឹងដៃគូរបស់គាត់បានមកដល់កន្លែងតំបន់ដែលមានការគ្រប់បណ្ដប់ល្អសូមដាក់ខ្សែភ្លើងបន្ទាប់ពីដំឡើងរួចពួកគេបានអូសពីលើបន្ទះជាប់ត្រូវបានបញ្ចប់បន្ទាប់មកបន្ទះដែកត្រូវបានជួសជុលនៅនឹងកន្លែងមួយនៅចំកណ្ដាលហើយដាក់វាចូលដាំគ្រាប់បែកដែលបានរៀបចំរួចហើយចុងក្រោយគ្រប់វាជាមួយពូកពេលអ្វីគ្រប់យ៉ាងរួចរាល់ហើយចាប់សັບគ្រប់ហើយកំពុងរងចាំភាគីរបស់ Nick ធ្វើបានផ្លាស់ទីNick បានដកដង្ហើមធំដោយធូរស្រាលពេលឃើញបែបនេះកំហឹងប៉ុន្តែសំខាន់ជាងនេះទៅទៀតគឺសកម្មភាពនៅតែត្រូវមកគាត់បានសុំធូបមួយដាំពីលីយ៉ាបារីបានបន្ធូរអារម្មណ៍របស់នាងលីយ៉ាបានឃើញបារីចុងក្រោយត្រូវបានដុតគាត់បានប្រគល់បារីទៅឲ្យ Nick ហើយអនុញ្ញាតឲ្យដើរសម្រាប់ខ្លួនអ្នកប៉ុន្តែនៅពេលដែលលីទទួលបានអ្វីដែលនៅសល់ពីជួបបារីបានកន្លះដាំភ្លាមប្រគល់វាទៅឲ្យមិត្តរួមការងារនៅក្នុងបន្ទប់បានប្រមូលស្នាមម្រាមដៃពីកន្ទុយលំនាំទន្ទឹមនឹងនេះចន់នឹងដៃគូរបស់គាត់តាមរយៈរន្ធធំមួយដែលបង្កើតឡើងដោយការពួកគេបានមកដល់បំពង់ខ្យល់ហើយបានប្រើរបាដែកបានបញ្ឈប់កង្ហារដោយបង្ខំបន្ទាប់ពីបត់ស្លឹករួចខ្ញុំបានឃុំវាអតីតកាលបន្ទាប់មកបញ្ចូលពាក្យសម្ងាត់ដើម្បីធ្វើឲ្យធម្មពលសកម្មចិន្តាយន្តរត់ទៅខាងលើបន្ទាប់មកបានចូលទៅក្នុងអណ្ដូងចិន្តាយន្តដោយជោគជ័យខ្លាំងពេកស្រទាប់បន្ទាប់ពួកគេនឹងឆ្លងកាត់នៅក្នុងតំបន់ត្រួតពិនិត្យចន់កំពុងដេកលើស្លាយលើក្តារសូមពាក់មួកដែលត្រូវនឹងពណ៌នៃកម្រាលក្រណាត់ដែលមានពណ៌ស្រដៀងគ្នានឹងសវត្ថិខ្ញុំកំពុងតាមដានការប៉ុនប៉ងធ្វើអរិយារបស់ Nick មិនដឹងខ្លួនតតែសោះថាមាននរណាម្នាក់នៅពីក្រោយគាត់ពេលពួកគេមកដល់ចំណុចងឹតនៃកាមេរ៉ាសវត្ថិភាពបានយកកាមេរ៉ារបស់គាត់ចេញហើយថតរូបវីដេអូពីកាមេរ៉ាពីទស្សនៈដែលគ្រប់គ្រងបានហើយរូបថតហើយបិទវានៅលើផ្សិតតាក់ទងនឹងរូបរាងវាត្រូវបានដាក់នៅពីមុខកាមេរ៉ាដើម្បីបន្លំរបស់ខ្លាំងខ្លាយថាជារបស់ពិតប៉ុន្តែភាពរីករាយរបស់ពួកគេមិនមានរយៈពេលយូរទេបន្ទាប់មកបញ្ហាមួយបានកើតឡើងនៅក្នុងច្រកទ្វារភ្ញាក់ផ្អើលណាស់ឧបករណ៍ចាប់សញ្ញាថ្មីត្រូវបានដំឡើងនៅខាងក្នុងភ្លាមព្រោះរឿងនេះមិនមែននៅក្នុងផែនការទេជោអេនគ្មានជំរឿអ្វីក្រៅពីសុំជំនួយពីនេះអ្នកជំនាញខាងការចរចាលាគឺនេះគ្មានជំរឿទេដើម្បីឆ្លើយដោយផ្ទាល់មានតែហេលីយ៉ាប្រាប់ពួកគេតាមរយៈរបៀបដែលអ្នកនិយាយជាមួយពួកគេចន់មានការងឿងឆ្ងល់ទាំងស្រុងនៅខាងក្នុងប៉ុន្តែមិត្តស្រីរបស់គាត់ពេលនោះខ្ញុំបានដឹងថានេះជាកម្ដៅឧបករណ៍ចាប់សញ្ញាគ្រាន់តែត្រូវការរកឃើញសីតុណ្ហភាពបន្ទាបពីចុះដូច្នេះពួកគេបានយកឧបករណ៍ពន្លត់អគ្គិបែកឆ្នាំពេលពួកគេរើទៅមុខនៅទីបំផុតអ្វីទាំងអស់ត្រូវបានដាក់ជាគំនូរលើដូច្នេះក៏ចាប់សញ្ញាគឺទាំងស្រុងក៏ហើយអ្នកទាំងពីរក៏មកដល់ដោយសុវត្ថិភាពនៅច្រកចូលបន្ទប់សុវត្ថិភាពបន្ទាប់មកយកឧបករណ៍របស់អ្នកចេញហើយត្រៀមខ្លួនដើម្បីចូលទៅជិតពីជំហានចូលប៉ុន្តែភ្លាមនោះប៉ូលីសនេះត្រូវបានកំណត់អត្តសញ្ញាណតាមរយៈសញ្ញាណពិតរបស់ Nick គាត់ត្រូវបានចាប់ខ្លួនកាលពីប៉ុន្មានឆ្នាំប៉ូលីសបានចាប់ខ្លួនគាត់ហើយកាលពីម្សិលមិញគាត់ទើបតែរត់ចេញពីពន្ធនាគារដោយចៃដនពួកគេនៅពេលនោះសន្តាគារនេះជាកន្លែងដែលពេជ្របានបាត់សន្តាគារដែលជាកម្មសិទ្ធិរបស់ Lord Harris ក្រុមព្រៀងពេជ្ររបស់ Harris អធិការបានឃើញថាប៉ុស្តិ៍ប៉ូលីសស្ថិតនៅត្រើយសន្តិសុខគួរតែត្រូវបានជូនដំណឹងជាបន្ទាប់ពិនិត្យមើលក្រុមហ៊ុនធានារ៉ាប់រងភាពតាក់ទងនឹងបណ្ណាល័យពីរឿងមុនរបស់ Nick ដោយពាក្យមួយម៉ាត់នោះលីយ៉ាទីបំផុតបានយល់នេះខេពិតជាមិនហ៊ានលោតចុះពីអគារទេនាងបានដើរទៅបង្អួចហើយសួរ Nick បន្ទាប់មក Nick បានប្រាប់នាងថាការពិតបានលេចចេញមកវាបានបង្ហាញថាពីឆ្នាំឲ្យនាំពេជ្រទៅមួយក្រុមហ៊ុនមួយប៉ុន្តែបានជួបប្រទះបញ្ហានៅតាមផ្លូវពីរអ្នកពាក់ម៉ាស់បានចាប់នាងរួចរាល់ហើយការដឹកជញ្ជូនចុងក្រោយទំនិញរបស់នាងបានបាត់ដោយគ្មានដានគាត់ក៏ត្រូវបានគេចោទប្រកាន់ថាជាចោរបង្ហាញនេះបានធ្វើឲ្យឈ្មោះរបស់នាងត្រូវបានគេស្គាល់តែហើយជាមួយហេតុដែលនាងចង់ចេញទៅក្រៅនេះគឺជាវិធានការអស់សង្ឃឹមមួយដើម្បីបញ្ជាក់ខ្លួនឯងអាជីវកម្មរបស់ Lao Bay នៅពេលនោះមុខនឹងការរស័យធនដោយសារតែការបរាជ័យជាការរចនារបស់គាត់នេះនឹងធ្វើឲ្យអ្នកមានបញ្ហាតែសម្ដីរបស់ Lisa Chien ស្ដាប់ទៅមិនហកដូច្នេះពួកគេបានសួរអំពីការវាគាត់អាចជានរណាទោះបីជា Nick ក៏ដោយខេនៅតែមិនស្គាល់អត្តសញ្ញាណភីគីប៉ុន្តែ Lao Bay គឺជាបរិះម្នាក់ដែលមិនដែរពួកគេមិនទុកចិត្តអ្នកខាងក្រៅទេដូច្នេះអ្វីគ្រប់យ៉ាងត្រូវបានធ្វើឡើងដោយជំនួសគាត់ទៅពោគឺនៅក្នុងកម្លាំងកូបាមានតែមន្ត្រីប៉ូលីសពុករលួយពីរអ្នកប៉ុណ្ណោះដែលជាប់ពាក់ព័ន្ធជាមួយគ្នានេះប៉ូលីសក៏បានរកឃើញសន្តិសុខកំពុងរៀបចំខ្លួនទៅសារពិនិត្យនេះគឺដើម្បីផ្ដល់ឲ្យប្អូនដើម្បីទិញពេលវេលាគាត់បានដកប្រាក់សុទ្ធចេញបោះចូលទៅក្នុងអាកាសមនុស្សនៅខាងក្រោមភ្លាមវាបានចម្លងដោយ TurboScribe ចូលទៅកាន់ Go Unlimited នៅខាងក្រោមបានធ្លាក់ចូលបានពីប្រាក់ចេញហើយពួកគេឡើងលើគ្នាចាប់ផ្ដើមអង្គុយលើដីដោយរើសលុយនៅលើដីវាក៏បានអូសគាត់ចេញទៅដោយជូនជ័យពេលប្រតិបត្តិការរបស់ពួកអ្នកនៅខាងក្នុងដើម្បីអាចយកពាក្យសម្ងាត់ហើយដាក់វាជាមុនសិនពួកគេបានដំឡើងកាមេរ៉ាសុវត្ថិភាពហើយកំពុងការពារមកដល់មុនសុនគាត់បានលាក់ខ្លួនយ៉ាងប៉ិនប្រសប់នៅក្នុងបំពង់ខ្យល់ទទួលបានសិទ្ធិចូលប្រើប្រាស់ពាក្យសម្ងាត់ទៅកាន់ឃ្លាំងសម្ងាត់ក្នុងពេលជាមួយគ្នានេះឡាវបៃក៏បានស្វែងរកប៉ូលីសបានមកដល់ដោយមិននឹកស្មានដល់តាមពិតបរិះនោះគឺជាអ្នកដែល Nick បានលើកឡើងក្រុមហ៊ុននឹងមានក្នុងរយៈពេល2ម៉ោងនៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយលោកឡាវបៃសង្ឃឹមថាយើងគួរតែអាចដោះស្រាយបញ្ហានេះបានឆាប់តាមដែលអាចធ្វើទៅបរិះនោះនឹងត្រូវបានដោះទេទៅតំបន់បន្ទាប់ពីបានបញ្ជាក់ពីសុវត្ថិភាពនៃបន្ទប់ក្រោយមកប្រធានក្រុមក៏បានសម្រេចចិត្តក៏បានបើកការវាយប្រហារយ៉ាងខ្លាំងព្រោះគាត់អ្នករត់គេចខ្លួនមានកម្រិតឈ្លានពានជាក់លាក់មួយភេទបរិះនោះបានផ្ដល់ឲ្យលេខសាច់ច្រើន5នាទីបន្ទាប់ប្រសិនបើគាត់នៅតែមិនអាចដោះស្រាយវាបាននៅពេលប្រធានក្រុមគ្មានជំរឿអ្វីក្រៅពីទទួលយកនៅទីនេះព័ត៌មានពួកគេក៏បានចាប់ផ្ដើមរាយការណ៍អំពីឧក្រិដ្ឋកម្មផ្សេងទៀតប្រជាពលរដ្ឋនៅកន្លែងកាត់ហេតុបានអំពីត្រូវបានជំរុញឲ្យលោតចុះដើម្បីបញ្ជាក់ការពិតក្រៅពីលីសាគ្មានអ្នកណាផ្សេងទេជឿ Nick ទៅនោះជាពេលដែរដៃគូរបស់គាត់បានមកដល់សន្តាគារហើយគាត់បានមកឯកសារដែលផ្ញើចេញពីពន្ធនាគារបានមកដល់លីសាបានសួរគាត់ដោយស្ទាក់ស្ទើរថាតើគាត់ជឿថា Nick ពិតជាបានប្រព្រឹត្តបាតុក្រិតមែនទេប៉ុន្តែបុរសនោះមិនបានប្រឈមមុខឡើយវាសាមកថាខ្ញុំសង្ឃឹមថានឹងបានជួបខាងនៃរាងកាយយ៉ាងណាក៏ដោយគេលីសាបានធំក្លិនអ្វីបានបដិសេធយ៉ាងដាច់អហង្ការចំពោះការសំណើរបស់បុរសនោះដៃគូរបស់គាត់គ្មានជំរឿអ្វីក្រៅពីចាក់ចេញ
ទេនៅម្ខាងទៀតអ្នកទាំងពីរនៅខាងក្នុងមនុស្សក៏បានប្រើប្រាស់ពាក្យសម្ងាត់ដោយជោគជ័យផងដែរចូលទៅក្នុងបន្ទប់ក្រោមដីនៃអគារពួកគេបានវាស់ទ្វារដែកចម្ងាយបន្ទាប់មកបានដកវែករចេញពួកគេបានឃុំរន្ធតូចមួយរួចយកសមាសធាតុអាសូតត្រូវបានចាក់ចូលទៅក្នុងការបំបែករវាងបន្ទះដែកត្រូវបានរចនាសម្ព័ន្ធរងបន្ទាប់មកបញ្ចូលនៅចុងបញ្ចប់ដែកត្រូវបានតម្រង់ទៅស្ពឺហើយការវាយដោយមួយត្រូវបានដែករឹងដែលអ្នកទាំងពីរបានប្រយុទ្ធគ្នាដោយមិនចេះនឿយហត់ទូដែកត្រូវបានបើកហើយនៅខាងក្នុងមានបាយចាស់បានប្រមូលផ្ដុំអស់រយៈពេលជាច្រើនឆ្នាំសម្បត្តិដែលខ្ញុំស្វែងរកជាយូរមកហើយតែពេជ្រនោះមិនត្រូវបានរកឃើញទេម្យ៉ាងវិញទៀតមន្ត្រីនគរបាលពុករលួយត្រៀមខ្លួនដើម្បីចាប់ផ្ដើមការវាយប្រហារដ៏ខ្លាំងតែរឿងនេះទំនងជាអាចជំរុញទៅនេះលីសាឡែងចង់ជួបអ្នកណាទៀតហើយគាត់បានធ្វើអត្តឃាតម្ដងទៀតនៅចំពោះមុខខ្លួនគាត់ថែមទាំងបានប្រថុយប្រឋានហើយបោះជំហានទៅមុខទៀតថាជំរាបបង្អួចនឹងនៅស្ត្រីម្នាក់នេះអាចឈួតបានខ្លាំងណាស់ប៉ុន្តែភ្លាមនោះនៅក្នុងការស្ដាប់បន្ទាប់មកបាននឿដំណឹងអំពីការកោះហៅនេះមានអ្នកផ្សេងនៅជុំវិញវាមិនស្រួលក្នុងការទំនាក់ទំនងទេដូច្នេះគាត់អាចសារភាពប្រាប់លីសាថាគាត់ចង់លួចបានតែវិធីនេះទេដែលអាចធ្វើបានគាត់អាចសម្អាតឈ្មោះរបស់គាត់បានតែមិនយូរប៉ុន្មានគាត់បានទទួលដំណឹងគឺថាពេជ្រមិនមែនមានតែវិធីនេះទេទើបអាចសងសឹកខ្លួនឯងបានគាត់គ្មានទោសទេប៉ុន្តែគាត់បានដកខ្លួនចេញយ៉ាងនឹងអាក្រក់គឺថាពេជ្រនេះគ្រាន់តែវាមិននៅទីនោះទេនេះក៏នៅទីនោះដែរទឹកមុខរបស់គាត់ពោពេញដោយភាពអស់សង្ឃឹមប៉ុន្តែគាត់មិនបានម្ដងទៀតសំឡេងរត់នៅក្នុងអគារបានបន្លឺឡើងនោះសំឡេងនោះបានបន្លឺឡើងហើយលោកតាបៃក៏ខាងក្រោយផ្ទះខ្ញុំត្រូវបានពន្លត់ដោយប្រញាប់ប្រញាល់នាំបុគ្គលិកសន្តិសុខមកគេមួយត្រូវបានធ្វើឡើងប៉ុន្តែពេលឃើញបន្ទប់ក្រោមដីបានបើកលោកតាបៃគាត់លេងភ័យស្លន់ស្លោដូចមុនទៀតហើយគាត់ក៏បានទាញកាត់មួយចេញពីក្បែរជញ្ជាំងខ្ញុំមិនដែលនឹកស្មានថានឹងមានកន្លែងលាក់ខ្លួនមួយដែលមិនត្រឹមតែតម្រូវឲ្យចង្អុលការដោះសោតាមរយៈស្នាមម្រាមដៃក៏តម្រូវឲ្យគាត់មុខទីបំផុតបន្ទាប់ពីបញ្ចូលបន្ទាប់ពីពាក្យសម្ងាត់ដែលបានដាក់សុំលើណៃប៉ុន្មានក្រាមប៉ុណ្ណោះដែលបានលេចចេញជាឡាវបៃមានចិត្តល្អពេកហើយខែគិតថាវាជាការល្អបំផុតក្នុងការរក្សាមានតែមានសុវត្ថិភាពបំផុតប៉ុន្តែពួកគេនៅពេលនេះប្អូនប្រុសបាននាំក្មេងស្រីនោះម្នាក់បានលួចចូលទៅក្នុងការិយាល័យរបស់គាត់ហើយថាពេជ្រអេធីរីពួកគេបានឆក់យកវាមុនពេលពួកគេចាក់ចេញថៅកែត្រូវបានគេដាក់ខ្នោះដៃនៅលើទូដែកនៅក្នុងការិយាល័យបន្ទាប់ពីទទួលបានចៅហ្វាយពេជ្រក្រោយពីទទួលបានទូរស័ព្ទបន្ទាន់ប៉ូលីសបានចុះទៅបានការវាយពួកគេបានចាប់ផ្ដើមការវាយលោកទ្រង់ទ្រាយក្លាហានរបស់នេះបាននាំឲ្យគាត់ប៉ូលីសពិសេសបានងាកឡើងលើអាកាសគូរង្វង់ត្រឡប់ទៅមាត់បង្អួចវិញពួកគេបានរត់គេចខ្លួនដោយបំបែកបង្អួចពួកគេបានឡើងចូលទៅក្នុងសន្តាគារហើយបានឃើញជាមួយនឹងចំនួនប៉ូលីសពិសេសការឡើងលោកជំរឿអ្វីក្រៅពីចូលទៅក្នុងសន្តាគារបាយមិននឹកស្មានដល់នៅពេលនេះសំគំនិតម្នាក់បានបង្ហាញខ្លួនហើយប្រកួតការបោកស្ពីមួយដែលជាប្អូនប្រុសរបស់គាត់ដែលត្រូវបានគេលួចត្រូវបានប្រកួតជូនបានឲ្យវាទៅដៃគូនេះទោះបីជារបស់គាត់នាងរបស់គាត់មិនអន់ទេប៉ុន្តែយ៉ាងណាក៏ដោយក្រុមស្វាត់ដែលបានដេញតែច្រើនឡើងនៅក្នុងគ្រាដ៏សំខាន់នេះគ្មានជំរឿអ្វីក្រៅពីលើកដៃចុះចាស់ឡើយពេលនេះថៅកែពេជ្រក៏ប្រញាប់ប្រញាល់គាត់បានមកប៉ុន្តែគាត់គ្មានជំរឿពេជ្រទៅឲ្យបរិសុទ្ធចំណាស់យ៉ាងរហ័សចៅហ្វាយមិនចង់គាត់បានអនុញ្ញាតឲ្យនិកទៅហើយគាត់បានប្រាប់និករក្សានិកបន្ទាប់មកក្បាលផងដែរគាត់បានចាក់ចេញដោយមិនងាកក្រោយទេលោកក្រុមប្រឹក្សាភិបាលចាក់ចេញគេបានលោតចុះពីលើអគារដោយគំនិតបន្ទាប់ពីបញ្ចប់ការដើរតួដែលខ្ញុំត្រូវដើរពេលនេះថៅកែពេជ្រក៏ប្រញាប់ប្រញាល់មកពេលពួកគេចុះដល់ជាន់ក្រោមពួកគេបានធ្វើអ្វីមួយមុនពេលចាក់ចេញដែលមានលក្ខណៈខ្ញុំគិតថានិកចាប់ហើយដោយមិននឹកស្មានដល់នេះគឺជាមនុស្សនោះក្នុងការរត់ប្រណាំងតែមួយសន្ទុះប៉ុណ្ណោះគាត់លោតពីលើជាន់ខាងលើសំណាងល្អណាស់ជាសំណាងល្អនៅទីបំផុតគាត់ទទួលបានលោតឡើងលើផ្នែកខ្យល់ហើយបានឃើញចៅហ្វាយនៅពីក្រោយឈុតនេះគាត់បានព្យាយាមរត់គេចប៉ុន្តែមុនពេលគាត់អាចរៀបចំខ្លួនចេញដំណើរដោយឡែកគាត់ប្រញាប់ឡើងទៅរកគាត់ហើយបន្ទាប់មកពីគាត់បានរកឃើញវានៅក្នុងហោប៉ៅរបស់គាត់រាជវង្សដាំឡើយឆ្នាំនោះពិតជាដោយសារតែចៅហ្វាយពេជ្រដាក់ទោសនិកពីបទលួចពេជ្រនេះនោះហើយជាមូលហេតុដែលធ្វើឲ្យគាត់ត្រូវជាប់ផុតនិកត្រូវបានជាប់គុកគាត់បានបង្ហាញពីភាពគ្មានទោសពៃរបស់គាត់នៅពេលនោះនៅចុងបញ្ចប់នៃរឿងនេះគាត់បានដើរចេញពីប៉ុស្តិ៍ប៉ូលីសដោយមិនខ្វល់ពីនេះពុំត្រឹមតែអនុញ្ញាតឲ្យគាត់គេបានជួបគ្នាហើយដោយមិននឹកស្មានចោះចាស់ស្រីក្នុងអំឡុងពេលប៉ុនត្រីនោះបានតាមទាន់នាងហើយវីដេអូក៏ចប់